មានកន្លែងមួយនៅលើផែនដីដែលត្រជាក់ខ្លាំងជាងកន្លែងណាៗទាំងអស់កន្លែងដែលខ្យល់អាចបក់ខ្លាំងដូចជាព្យុះដ៏សាហាវកន្លែងដែលទឹកកកគ្របដណ្ដប់ស្ទើរតែទាំងអស់នៅផ្ទៃដីទាំងមូលនិងជាកន្លែងដែលនៅក្រោមទឹកកកដ៏ស្ងប់ស្ងាត់នោះអាចមានអាថ៌កំបាំងដែលមនុស្សមិនទាន់រកឃើញនៅទីនោះមានបឹងដែលមិនបានឃើញពន្លឺព្រះអាទិត្យអស់រយៈពេលរាប់លានឆ្នាំមានជីវិតដែលអាចរស់នៅក្នុងបរិយាកាសដ៏អាក្រក់បំផុតនិងមានតម្រុយដែលអាចជួយមនុស្សក្នុងការឆ្លើយសំណួរមួយតើយើងនៅឯកាក្នុងសកលលោកមែនទេនេះគឺជាទ្វីបអង់តាតិកទ្វីបដែលត្រជាក់បំផុតនិងអាចកំបាំងបំផុតនៅលើផែនដីនៅចុងខាងត្បូងបំផុតនៃផែនដីមានទ្វីបមួយដែលមានទំហំធំជាងអឺរ៉ុបជាច្រើនតំបន់វាមានឈ្មោះថាអង់តាតិកទ្វីបនេះមានផ្ទៃដីជាង14លានគីឡូម៉ែត្រការ៉េប៉ុន្តែអ្វីដែលធ្វើវាពិសេសគឺទឹកកកប្រហែល 98% នៃផ្ទៃដីទាំងមូលត្រូវបានគ្របដណ្ដប់ដោយទឹកកកនេះផ្ទុកទឹកសាបប្រហែល 70% របស់ពិភពលោកប៉ុន្តែទ្វីបអង់តាតិកមិនមែនជាវាលទឹកកកធម្មតានោះទេវាជាកន្លែងដែលរក្សាទុកប្រវត្តិសាស្ត្ររបស់ផែនដីនៅក្នុងទឹកកកនីមួយៗមានពពុះតូចៗដែលត្រូវបានរក្សាទុកអស់រយៈពេលរាប់សែនឆ្នាំអ្នកវិទ្យាសាស្ត្រអាចប្រើវាដើម្បីស្វែងយល់ពីអាកាសធាតុរបស់ផែនដីពីអតីតកាលប៉ុន្តែមានសំណួរមួយនៅតែស្ថិតក្នុងចិត្តរបស់មនុស្សជាច្រើនហេតុអ្វីបានជាអង់តាតិកត្រជាក់បំផុតនៅលើផែនដីមូលហេតុទី1គឺជាទីតាំងរបស់វាអង់តាតិកស្ថិតនៅតំបន់ប៉ូខាងត្បូងតំបន់នេះទទួលបានពន្លឺព្រះអាទិត្យតិចជាងតំបន់ណាៗទាំងអស់នៅរដូវរងាព្រះអាទិត្យអាចមិនរះអស់រយៈពេលជាច្រើនខែមូលហេតុទី2គឺផ្ទៃទឹកកកដ៏ធំសម្បើមទឹកកកពណ៌សអាចឆ្លុះបញ្ចាំងកម្ដៅពីព្រះអាទិត្យត្រឡប់ទៅកាន់លំហដោយវាមិនអាចធ្វើការរក្សាកម្ដៅបានឡើយមូលហេតុទី3គឺខ្យល់ត្រជាក់ដ៏ខ្លាំងចលនៅទីនេះអាចបក់ក្នុងល្បឿនដ៏ខ្ពស់បំផុតបង្កើតបរិយាកាសដែលមនុស្សធម្មតាមិនអាចរស់នៅបានប៉ុន្តែទោះបីជាវាជាកន្លែងដ៏អាក្រក់សម្រាប់មនុស្សក៏ដោយក៏នៅតែមានសត្វមួយចំនួនរស់នៅទីនោះនិងអាចហៅអង់តាតិកថាជាផ្ទះដ៏ល្អរបស់ពួកវានៅពេលដែលអ្នកមើលអង់តាតិកពីចម្ងាយវាហាក់ដូចជាគ្មានជីវិតរស់នៅឡើយប៉ុន្តែនៅតាមឆ្នេរសមុទ្រមានពិភពមួយចំនួនកំពុងរស់រានមានជីវិតសត្វដែលល្បីបំផុតគឺជា Penguin ពួកវាអាចរស់នៅក្នុងសីតុណ្ហភាពដ៏អាក្រក់បំផុតនៅពេលដែលរដូវរងាមកដល់ Penguin រាប់ពាន់ក្បាលបានប្រមូលផ្ដុំគ្នាពួកវាឈរជិតគ្នាជារង្វង់ដើម្បីរក្សាកម្ដៅនៅក្នុងរាងកាយនៅក្រោមទឹកក៏មានអ្នកប្រមាញ់ដ៏គ្រោះថ្នាក់ដូចជា Leopard Seal និង Orca ពួកវាបានបង្ហាញថាសូម្បីតែកន្លែងមួយដែលស្ងប់ស្ងាត់បំផុតក៏នៅតែមានការប្រកួតប្រជែងដើម្បីរស់រានមានជីវិតប៉ុន្តែអាថ៌កំបាំងដ៏ធំបំផុតរបស់អង់តាតិកមិនស្ថិតនៅលើផ្ទាំងទឹកកកនោះទេវាគឺស្ថិតនៅខាងក្រោមនៃផ្ទៃទឹកកកនៅខាងក្រោមផ្ទៃទឹកកកដែលមានកម្រាស់រាប់គីឡូម៉ែត្រមានពិភពមួយដែលមនុស្សមិនអាចមើលឃើញមានភ្នំមានជ្រលងនិងមានបឹងដែលលាក់ខ្លួនរាប់លានឆ្នាំក្នុងចំណោមបឹងទាំងនោះ Lake Vostok គឺជាកន្លែងមួយដែលអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍បំផុតវាត្រូវបានគ្របដណ្ដប់ដោយទឹកកកជិត4គីឡូម៉ែត្រហើយវាអាចត្រូវបានបំបែកចេញជាពិភពខាងក្រៅអស់រយៈពេលរាប់លានឆ្នាំអ្នកវិទ្យាសាស្ត្របានសិក្សាពីវាមិនមែនត្រឹមតែដើម្បីស្វែងយល់ពីផែនដីនោះទេប៉ុន្តែគឺដើម្បីស្វែងរកចម្លើយថាតើជីវិតអាចរស់នៅកន្លែងដ៏អាក្រក់បំផុតនេះបានដែរឬទេចម្លើយនេះអាចជួយឲ្យយើងស្វែងរកជីវិតនៅលើពិភពផ្សេងទៀតប៉ុន្តែអង់តាតិកកំពុងតែផ្លាស់ប្ដូរការផ្លាស់ប្ដូរទឹកកកអាចប៉ះពាល់ដល់មហាសមុទ្រនិងអាកាសធាតុរបស់ផែនដីទាំងមូលថ្ងៃនេះយើងបានស្គាល់ពីអង់តាតិកត្រឹមតែជាផ្នែកដ៏តូចមួយប៉ុណ្ណោះរបស់វាក្រោមទឹកកកដ៏ធំសម្បើមនេះនៅតែមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយប្រហែលជាអាថ៌កំបាំងដ៏ធំបំផុតរបស់អង់តាតិកគឺមិនទាន់បានរកឃើញនៅឡើយនោះទេ
គុណសម្រាប់ការទស្សនាសូមបងប្អូនជួយចុច Subscribe ដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូបន្តបន្ទាប់